សិក្សាអំពីរូបមន្តរោនគឺជារូបមន្តកំណត់លេខទស្សភាគតូចជាង5វានឹងកាត់ចោលហើយបើធំជាងឬស្មើនឹង5វានឹងបន្ថែមលេខនៅខាងមុខឧទាហរណ៍យើងវា 1.4 អញ្ចឹងពេលដែលយើងរោនហើយវានឹងទៅលេខ1ទេព្រោះលេខកតុយទស្សភាគនេះវាតូចជាង5ចឹងយើងមើលពេលយើងវា 1.6 អញ្ចឹងមានន័យថាលទ្ធផលនោះគឺជា2ពេលដែលប្រើរូបមន្តរោនហើយព្រោះកតុយលេខទស្សភាគវាធំជាង5តោះអញ្ចឹង syntax round បើកកញ្ចក់ number ខាងមក number digit បាទអញ្ចឹង number digit នេះមានន័យថាបាទលេខចំនួនទស្សភាគតោះអញ្ចឹងយើងមើលការអនុវត្តអញ្ចឹងទី1យើងបង្កើតបាទ zip មួយទៀតមកយើងវាឈ្មោះ round បន្តមកទៀតគឺយើងវាទឹកនៃប៉ុណ្ណឹងចូលមកតោះអញ្ចឹងយើងប្រើរូបមន្តទី1ស្មើ ROUND បាទអញ្ចឹងពេលឃើញប៉ុណ្ណឹងមកយើងคลิกលើ round នឹង2ដងអញ្ចឹងយើងមើល number គឺយើងសេលេខខាងមុខមកហើយ comma មកអញ្ចឹង number digit នេះគឺយើងវាលេខ0មកមានន័យថាយើងអត់យកលេខក្រោយទស្សភាគទៀតទេអញ្ចឹង enter មកអញ្ចឹងបើយើងយក0អញ្ចឹងមានន័យថាលេខក្រោយទស្សភាគអត់យកទេអញ្ចឹងគឺចេញតែលេខចំនួនគត់ខាងមុខតែម្ដងអញ្ចឹងយើងមើល 1.42 អញ្ចឹងមានន័យថាកតុយក្រោយវាគឺ4អញ្ចឹងបានន័យថាវាកាត់ចោលអត់យកទេអញ្ចឹងយើងអូសមកអញ្ចឹងមើលកន្លែងនេះ 2.58 អញ្ចឹងមានន័យថាបាទ 2.5 អញ្ចឹង5គឺយើងត្រូវតម្លើងមួយលេខទៀតអញ្ចឹងមានន័យថាចាប់ពី5បាទ6 7 8 9ទៅគឺយើងតម្លើងមួយលេខទៀតតែម្ដងអញ្ចឹងនេះដូចគ្នា 3.66 បាទអញ្ចឹងមានន័យថាកតុយវា6អញ្ចឹងគឺតម្លើងមួយលេខទៀតអញ្ចឹងវាលទ្ធផលវា3តម្លើងទៅ4តែម្ដងអញ្ចឹងមើលនេះលេខ 9.1 អញ្ចឹងលេខ1បាទគឺអត់តម្លើងទេកាត់ចោលអញ្ចឹងមានន័យថាបើបាទតូចជាង5វាកាត់ចោលតែម្ដងតែបើធំជាង5គឺវាតម្លើងមួយលេខទៀតតោះអញ្ចឹងយើងមើលរូបមន្តមួយទៀតគឺបាទត្រោនវ៉ាន់នេះអញ្ចឹងទី1ស្មើ ROUND បើកកញ្ចក់សេចលើ cell នេះដដែល comma អញ្ចឹងយើងមើល number digit នេះយើងអត់យក0ទៀតទេគឺយើងយកលេខ1ណាអញ្ចឹងមានន័យថាវាយកលេខបាទក្រោយទស្សភាគហ្នឹងបាទមួយលេខអញ្ចឹងមានន័យថា 1.4268 អញ្ចឹងមានន័យថាវាយកតែមួយលេខទេគឺយក 1.4 បាទមូលហេតុអីគឺដោយសារ2នេះវាតូចជាង5អញ្ចឹង2កាត់ចោលតែម្ដងតោះចឹងយើងអូសមកអញ្ចឹងយើងមើលនេះកន្លែងនេះ 2.58 អញ្ចឹងតពេលវាយកតែលេខក្រោយតែមួយលេខអញ្ចឹងវាទៅជា 2.6 អញ្ចឹង5ហ្នឹងថែម6ដោយសារអីដោយសារលេខ8នេះវាធំជាង5អញ្ចឹងគឺតម្លើងមួយលេខមកអញ្ចឹងលេខ5ថែម1គឺឡើងលេខ6តែម្ដងបាទអញ្ចឹងត្រង់នេះដូចគ្នា 3.66 អញ្ចឹងមានន័យថាលេខ6ក្រោយវាបាទតម្លើងតែមួយលេខទៀតអញ្ចឹង 3.7 តែម្ដងបាទអញ្ចឹងមើលត្រង់នេះបាទ 9.11 អញ្ចឹងយើងន័យថាលេខ1អញ្ចឹងវាយកតែ 9.1 ទេលេខបាទក្រោម5វាកាត់ចោលតែម្ដងបាទអញ្ចឹងរូបមន្តដែលយើងប្រើគឺមាន2ទី1យើងសេចលើនេះមករួចយើង copy រោនេះរួចយើងបាទវា apostrophe រួចបាទផាសវិញមកអានេះដូចគ្នាដែរសេចលើនឹងមកមកស្ដាម copy រួចយើងវា apostrophe មកស្ដាមផាសបាទយើងអាចដាក់ពណ៌ក្រហមទៅ